សួស្តីពុកម៉ែបងប្អូនមុខម្ហូបមួយមុខនេះគឺមានតម្លៃ$5,000 $5,000 $5,000 ដាច់ទេអត់មានរំលោះទេគឺស្នាដៃ chef ហើយផ្ទាល់តែម្ដងហើយបូករួមជាមួយនឹងការហូបជាមួយនឹងទេសភាពថ្ងៃលិចបែបនេះគឺ$5,000 អត់ថ្លៃទេបងប្អូនជាបើសិនជាមានចំណាប់អារម្មណ៍អាចឆាតមកភេកផ្ទាល់បានបាទក្នុងការកម្មង់បាទហេតុអីបាន$5,000បងប្អូនអាចចាំទស្សនានៅវីដេអូនេះទាំងអស់គ្នាទីមួយយើងត្រូវមានឆាត់ដើម្បីទទួលដើម្បីទៅបេះនៅម្ហូបនេះដោយសារតែមានក្តៅផងមុននេះបន្តិចគឺភ្លៀងអញ្ចឹងគឺយើងត្រូវមានឆាត់មានអីនេះជាឧបសគ្គទី1ឧបសគ្គទី2គឺវានៅរីខ្ពស់ខ្ញុំបេះអត់ដល់នោះទេហើយឧបសគ្គមួយទៀតនោះគឺថតខ្មោចបនខ្មោចនិយាយវីដេអូស៊ីនដាត់កើតនិយាយមកជាប់តែសលេងថតខ្មោចបាទហើយខ្ញុំត្រូវចំណាយពេលក្នុងការធ្វើតពុទៀតបាទធ្វើតពុនេះគឺធ្វើបាទចងយកជាប់យកស្អាតតែម្ដងអញ្ចឹងក្នុងការធ្វើនីមួយៗគឺដោយភាពច្នៃប្រឌិតប្រណិតបាទហើយបេះនឹងតពុគឺបេះអត់បានទេអញ្ចឹងទាញឡើងទាញចោះមួលឡើងមួយចោះបាទមានអ្នកឲ្យមេដៃទៀតគឺមានអ្នកចាំគ្រប់ត្រូលទៀតអញ្ចឹងគឺថាម្ហូបនេះពិតជាពិសេសសម្រាប់បងប្អូនទាំងអស់គ្នាហើយយើងក៏ចាប់ដើមឡើងមកបេះដោយសារតែបេះនឹងតពុបេះអត់បានហើយចាប់ដើមមើលទៅគឺចាប់ដើមបេះមកមានទាំងមេឃមានទាំងអីហ្នឹងគឺអត់បេះត្រឹមតោងទេបាទគឺថាយកលក្ខណៈពិសេសបាទយើងតោងបេះហើយមានជំនួយការមួយទៀតគឺជំនួយការកាន់កន្ត្រកក្នុងការទទួលផ្លែឈើពីយើងបាទអញ្ចឹងគឺបងប្អូនអាចមើលតម្លៃនៃមុខម្ហូបនេះបានបាទគឺប្រយុទ្ធបតោងគឺថាទម្រាំតែបានមុខម្ហូបនេះមកគឺมันពិបាកมันងាយស្រួលទេច្រឡំมันពិបាកมันងាយស្រួលទេបាទចឹងនេះបេះបានមកត្រង់បានមួយបាទហុចជំនួយការឃើញទេបាទខ្ញុំជួលជំនួយការជួលអីមកហើយតបែកនេះគឺខ្ញុំមាននៅផ្ទះទេមិនសូវពិបាកទេពិបាកហ្នឹងគឺជន់តុកឡើងបេះបាទអត់មាននៅទៀបឲ្យបេះទេបាទប្រយុទ្ធបតោងត្រង់តែបានចឹងទៅគឺមានតម្លៃថ្លៃបន្តិចបងប្អូនកុំបារម្ភបន្ទាប់ពីហ្នឹងមកតើពីយើងបេះអីហើយយើងត្រូវទៅមិនចាប់តែប៉ុណ្្នឹងទេណាចាប់តែប៉ុណ្្នឹងគឺយើងអាចឡើងដាក់មួយថាតម្លៃថោកទាបបាននេះថោកទាបតម្លៃទាបបានតម្លៃទាបបានប៉ុន្តែយើងនៅត្រូវទៅឆ្នៃបាទអំបិលម្ទេសបុកយ៉ាងណាធ្វើឲ្យឆ្ងាញ់ទៀតបាទបន្តិចទៀតនឹងដល់ទៅកន្លែងបុកអំបិលម្ទេសតែយើងត្រូវបេះតបែកឲ្យធ្វើយ៉ាងម៉ាឲ្យស្អាតបាតសិនយើងដាក់ក្នុងកញ្ច្រែងហើយមិនមែនតែមានត្រឹមជំនួយការបាទមានអ្នកឈោមើលនៅខាងក្រៅទៀតបាទឈោមើលអ្នកផ្ដល់យោបល់ទៀតណាមិនត្រូវប៉ុណ្ណឹងយើងមានក្រុមការងាររបស់យើងបាទឥឡូវនេះគឺយើងផុតទៅយើងចោះមកហើយបាទចោះមកហើយយើងទៅរៀបចំដើម្បីបុកអំបិលម្ទេសបុកអំបិលម្ទេសយើងមានការចំណាយគ្រឿងផ្សំចំណាយអីផងដែរបាទទីនេះគឺចាប់ដើមយកត្រឡប់ទៅវិញហើយនេះគឺបុកបាទគេបុកមួយវីកមាត់វីកកទេបាទដោយសារតែអ្នកជំនាញគេបុកបែបហ្នឹងបាទតែមិនបុកបែបហ្នឹងគឺអត់ឆ្ងាញ់ទេយើងបុកត្រូវតែមានបាទមុខមាត់យើងគឺត្រូវតែមិននៅស្គៀវបាទត្បាល់ឥឡូវនេះគឺដល់ពេលដែលត្រូវហូបបាទអញ្ចឹងមើលភ្លក់មុនបាទ chef ភ្លក់មុនមានរសជាតិឆ្ងាញ់ប៉ុណ្ណាបាទដាក់មួយម៉ាត់ចូលទៅគឺថាមានរសជាតិឆ្ងាញ់ហើយបាទគ្រាន់តែបញ្ចូលសលេងនេះក៏ឃ្លានទៀតដែរបាទលេបទឹកមាត់ដែរបាទឥឡូវបាទជាមួយនឹងទេសភាពបែបស្រុកស្រែបាទរោងងាកមហានេះបាទសំឡេងថោកខ្មោចកំដរផងដែរបាទគឺស្លាប់ម្នាក់ទៅម្នាក់បាទមិនមែនថាស្លាប់ម្នាក់ហើយគឺយូរមួយអាទិត្យអីមួយណានេះគឺតគ្នាបងថាមិនតាន់ចប់មួយផងទៅមួយទៀតថ្ងៃនឹងដែលខ្ញុំថតនេះសំឡេងបាទហើយមានអ្នកភ្លុកដល់ក្រៅទៀតគេរ៉េតឲ្យថាឲ្យបន្ទុកឆ្ងាញ់អត់ឆ្ងាញ់មិននៅតែពីរនាក់បើអត់ឆ្ងាញ់ត្រូវលើឡើងដាក់ចប់បាទគឺវីដេអូមានតែប៉ុណ្្នឹងឯងបាទអរគុណបាទ